នេះពេលប្រឡែងចូលពេលគេដាក់ដល់ខ្លះគេដាក់បងកធុននេះវាទូចខ្ញុំដាក់ថា4គូឬក៏3គូទេប៉ុន្តែនៅក្នុងនោះវាមានបាច្រើនបាលើសចឹងដោយសារតែកម្រចាប់បានដែរវាចាប់បានតាមដើមដូងតាមដើមអីចឹងពាក់ចឹងទៅប៉ុណ្ណឹងរូបចោលទៅវាញុះតែ2 3ញ៉ៃវាចាប់ដើមអានេះពងភ្លាមតែដល់យប់បន្តិចចាប់ដើមញុះហើយចឹងវាងាយស្រួលចិញ្ចឹមដែរតើហ្នឹងហើយអត់បាក់ចំណាយដើមទុននៅច្រើនតែទៅនឹងមេនេះដោយសារខ្ញុំយកទៅផ្ទះម៉ែខ្ញុំវាស៊ីដូងអញ្ចឹងស៊ីដូងកាប់មកបាន2 3គូហើយ2 3គូខ្ញុំដាក់មកកធុនទៅ2 3គូដាក់មកកធុនទៅយើងទិញគេក៏វាចំណាយដើមទុនដែរអញ្ចឹងយើងប្រើអាណាវាយើងអាចធ្វើបានយើងចាប់បានអានឹងល្អអត់សម្បាក់ចំណាយទិញពូជទេអញ្ចឹងបាននឹងយើងប្រកាត់ទៅរៀនប្រកាត់ហើយខ្ញុំក៏សាកល្បងដែរអត់ទាន់ដឹងថាវាជោគជ័យមិនជោគជ័យទេប៉ុន្តែចាំមើលវីដេអូវគ្គក្រោយទៀតថាវាជោគជ័យបានកម្រិតណាហើយកធុនហ្នឹងចាំមើលវីដេអូវគ្គក្រោយខ្ញុំនឹងថតកធុននឹងយកមកមើលថាបន្ទាប់ពីយើងដាក់រយៈពេលចន្លោះពីមួយអាទិត្យទៅដល់3អាទិត្យហ្នឹងថាវាកើតកូនបានប៉ុណ្ណាអញ្ចឹងនេះតើតោហ្នឹងគឺដេញពាក់គ្នាលមូហ្នឹង3គូនោះវាចាប់គូវាស្រេចមកគូនេះគូហើយកណែមកគូទៀតប៉ុន្តែនេះសត្វឈ្មោលអត់មានគូគេទេនេះប៉ុន្តែដាក់ជាមួយរោមេបានទៀតយកមកញាត់បញ្ចូលបន្ថែមទៀតឲ្យវាគ្រប់គូវានឹងក៏មកវាឆ្លុះគ្នាខំគ្នា